ก็យើងទទួលបាននៅការផុសទៅតាមបណ្ដាញសង្គមពាក់ព័ន្ធជាមួយនឹងបទល្មើសព្រៃឈើในករណីនេះខ្ញុំបានជម្រាបជូនដល់លោកប្រធានទីកសិកម្មក៏ដូចគ្នាជាមួយនឹងបរិស្ថានហើយថាត្រូវតែសិក្សាត្រូវតែមើលបានជាក់លាក់ច្បាស់លាស់បាទចុះហេតុអីបានជាបុគ្គលម្នាក់គេលើកឡើងហើយបានយើងទៅធ្វើក្រោយគេបាទឥឡូវនេះខ្ញុំបានឲ្យខាងមន្ត្រីកសិកម្មសួរនាំទៅដល់អ្នកដែលទទួលខុសត្រូវទៅតាមដងផ្លូវនេះហើយប្រសិនបើជាមានករណីកើតឡើងទៀតហើយជាយើងនឹងរៀបធ្វើជាលិខិតពមៀនហើយមិនឲ្យមានលើកទី2ទេបាទយើងធ្វើកិច្ចការងារនេះហើយចំណុចនេះក៏សូមជម្រាបជូនដល់កងកម្លាំងដែរសូមមេត្តាជួយមើលផងបាទមានតាំងពីអធិការមានតាំងពីជាការក៏រិបទហន្តតាមបណ្ដាស្រុកពាក់ព័ន្ធនេះសូមជួយមើលផងបាទហើយជាងកាលយើងទទួលបានថាព័ត៌មានថាពេលគេតាក់ទងថាឥឡូវគេចាប់បានឡាននឹងហើយខាត់ឡាននឹងហើយតាក់ទងមួយជំនាញយើងមិនលើកទូរស័ព្ទលើកអីទៀតអានោះមានន័យថាម៉េចបាទហើយប្រសិនបើជាធ្វើអញ្ចឹងមិនមែនទៅប៉ះពាល់ជាមួយនឹងខាងបណ្ដាអង្គភាពរបស់យើងទៅតាមដងផ្លូវឬក៏កងកម្លាំងរបស់យើងទេជាហេតុផលអាក្រក់មកដល់រដ្ឋបាលឯកភាពរបស់យើងមានន័យថាទាំងឯកឧត្តមប្រធានក្រមសាខេត្តខ្ញុំជាអ្នកទទួលខុសត្រូវមុខចំពោះមុខប្រមុខរដ្ឋាភិបាលក៏ដូចគ្នាជាមួយក្រសួងមហាផ្ទៃផងដែរឬក៏ជាមួយឯកឧត្តមប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានរបស់យើងបាទយល់ឆ្នៃទេនេះមិនមែនជាការស្ដីបន្ទោសទេប៉ុន្តែត្រូវតែពង្រឹងកិច្ចការងាររបស់យើងឲ្យបានជាក់លាក់